ជំរាបសួរបងស្រីជំរាបសួរ បងស្រីនៅណា យើងនៅប្រទេសអ៊ីតាលីក្រុងរ៉ូម អូហាត់អ្វីមកប្រទេសអ៊ីតាលី ពួកយើងមកនៅទីនេះដើម្បីចូលរួមជាមួយកម្មវិធីដោយព្រះសហគមន៍កាតូលិកលើកដំកើងបងស្រីតុរិនកាទីកន្លែងជាសន្តិនៅថ្ងៃអាទិត្យនេះ នៅគុណឡើងនេះ ចា នៅ Saint Peter's Basilica គាត់គឺជាអ្នកណាបងស្រីគាត់គឺជាអ្នក បងស្រី Maria Troncati គាត់គឺជាអ្នកណា ជាបងស្រីជនជាតិអ៊ីតាលី ជនជាតិអ៊ីតាលីហើយគាត់ក៏គឺជា missionary នៅ ពេទ្យសកាត់ នៅ Ecuador នៅអេក្វាដ័រ នៅ Ecuador ហើយគាត់ទៅទីនោះយូរឬពេលវេលាខ្លី អូយូរដែរយ៉ា ហើយគាត់ជួយដូចជាជនជាតិភាគតិចមែនអត់បងស្រី ជួយច្រើនមែនទែនគាត់គេហៅថាជាម្ដាយជាអ្នកម្ដាយmother គាត់កន្លែងជាអ្នកម្ដាយរបស់ ជា កូន ម្ កូ ដា ន យ នៅ ចា ទីនោះ គា ច្រើន ត់ជួយច្រើនមែនទែន ជាមូលហេតុអ្វីហ្នឹងគឺជាគាត់ឲ្យគេឲ្យគាត់ហ្នឹងជាមួយនាមហ្នឹងគឺជាអ្នកម្ដាយអញ្ចឹងបងស្រីមូលហេតុអ្វី តែពីប្រកបដូចជាចិត្តរបស់គាត់ដូចជាម្ដាយ ស្រឡាញ់ មាន គេ ចិត្តទូលាយជួយគេ ចា ខ្ញុំក៏ចាំមួយដែរបងស្រីហ្នឹងគឺជាថ្ងៃដូចជាលើកដំបូងដែលពួកគាត់ទៅមកនៅកន្លែងនោះហើយពេលហ្នឹងមានជនជាតិភាគតិចហ្នឹងប្រធាននៃជនជាតិភាគតិចកូនរបស់គាត់ហ្នឹងត្រូវមានបញ្ហាធំមួយដូចជាមានភ្លុះចូលនៅក្នុងខ្លួនរបស់គាត់មែនអត់ bullet ចា ដូច្នេះពេលក្រោយប្រធានហ្នឹងគេមានបញ្ហាអីជាមួយគាត់បងស្រី បងស្រីអធិដ្ឋាន បងស្រីអធិដ្ឋាន អធិដ្ឋានខ្លាំងសូមព្រះនាងម៉ារីជាទីពងពាក់របស់យើងខ្ញុំហើយនឹងគាត់នឹងវះកាត់នឹងដុតចេញមកទេ bullet ដូច្នេះបងស្រីហ្នឹងគាត់គឺជាពេទ្យមែន គាត់បានរៀនជាពេទ្យចាជាពេទ្យ nurse ចាប៉ុន្តែមិនមែនជាពេទ្យ doctor ទេណាប៉ុន្តែពេលគាត់សរសេរទៅគ្រួសាររបស់គាត់មានប្រាប់ថាទីនេះនៅកន្លែងរបស់ខ្ញុំកន្លែងការងាររបស់ខ្ញុំជាពេទ្យជាគ្រូពេទ្យជាពេទ្យថ្មីជាអ្នកធ្វើថែរក្សាទាំងអស់ហើយនេះគាត់ប្រាប់ថាខ្ញុំសប្បាយណាស់មានអំណរសប្បាយរាល់ថ្ងៃដូច្នេះកូនក្មេងហ្នឹងបានរស់ឬយ៉ាងម៉េចបងស្រីគាត់បានរស់រស់មួយនោះចាគាត់បានរស់ ដូច្នេះទាំងអស់បងស្រីហ្នឹងគឺជាគាត់បានរួចខ្លួន ចា ខ្ញុំឮថាបើសិនហ្នឹងគឺជាកូនក្មេងហ្នឹងមិនរស់ទេបងស្រីក៏ត្រូវមានបញ្ហាជាមួយជនជាតិភាគតិចដែរ ចាចូលទីនោះជួបបេសកកម្មទីនោះមិនបានទេ អូខេ អរគុណច្រើនបងស្រីពីរនាក់អបអរសាទរ ថ្ងៃអាទិត្យសូមមើលអីណា ក្នុង website live streaming live streaming អូខេអរគុណច្រើន អរគុណ Sister Shirley